សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះលោកគ្រូនឹងបង្ហាញអំពីការព្យាបាលជំងឺសត្វបាទថ្ងៃនេះគឺយើងរៀនអំពីឱសថនិងការព្យាបាលបន្តទៀតបាទដែលថ្ងៃនេះលោកគ្រូនឹងលើកយកការប្រើប្រាស់ឡាំងកូមីស៊ីនបាទដែលជាអង់ទីប៊ីយោទិកមួយដែលមានសកម្មភាពតូចចង្អៀតបង្អាក់បាក់តេរីក្រាមអវិជ្ជមានបាទកាលណាយើងវាសម្រាប់បាក់តេរីក្រាមតែមួយបាទក្រាមបូកឬក៏តែក្រាមដកអញ្ចឹងបានន័យថាវាមានសកម្មភាពតូចចង្អៀតហើយវាបានសម្រាប់បានតែក្រាមមួយឯបាទគឺក្រាមអវិជ្ជមានចំពោះការព្យាបាលជំងឺគឺមានដូចខាងក្រោមគឺយើងប្រើសម្រាប់ព្យាបាលជំងឺរាគមូលជំងឺហើមសួតស្រួចស្រាវហើមសួតរ៉ាំរ៉ៃជំងឺកញ្ជ្រឹលជ្រូកជំងឺផ្លូវបន្តពូជជំងឺផ្លូវនោមរលាកច្រវាយជើងគោក្របីរលាកផ្លូវដង្ហើមរ៉ាំរ៉ៃចំពោះបក្សីបាទដែលហៅថា CRD ហើយនឹងជំងឺរាកបក្សីបាទអញ្ចឹងតកតងនឹងរាកមូលរាកបក្សីហ្នឹងបាទយើងប្រើឡាំងកូមីស៊ីនបាទចំពោះការប្រើប្រាស់បាទគឺយើងចាក់ទៅលើសាច់ដុំគោក្របីប្រើ1 cc សម្រាប់15ទៅ20គីឡូក្រាមក្នុងមួយថ្ងៃបាទចំពោះចៀមពពែប្រើ1 cc សម្រាប់10គីឡូក្រាមក្នុងមួយថ្ងៃជ្រូកប្រើ1 cc សម្រាប់5គីឡូក្នុងមួយថ្ងៃឆ្កែឆ្មាបក្សីប្រើ1 cc សម្រាប់5គីឡូក្នុងមួយថ្ងៃយើងព្យាបាលរយៈពេល3ទៅ5ថ្ងៃបាទសូមបញ្ជាក់ថាគ្រប់ជំងឺទាំងអស់បាទគឺយើងប្រើប្រាស់រយៈពេល3ទៅ5ថ្ងៃទើបជំងឺនឹងអាចជាដាច់មេរោគនៅក្នុងខ្លួននឹងនៅក្នុងខ្លួនសត្វទាំងអស់ហ្នឹងអាចងាប់អស់បងប្អូនបាទបើយើងប្រើតែ1ថ្ងៃឬក៏2ថ្ងៃសត្វមេរោគបាទមេរោគនៅក្នុងសត្វហ្នឹងវាគ្រាន់តែសង្កល់ទេអញ្ចឹងកាលណាយើងឈប់ប្រើវានឹងរើឡើងមកវិញអញ្ចឹងបើកាលណាជំងឺអស់នឹងវាឡើងរើឡើងវិញវានឹងធ្វើឲ្យការព្យាបាលដោយប្រើប្រាស់ថ្នាំនឹងម្ដងទៀតវាពុំសូវមានប្រសិទ្ធភាពឬក៏លែងមានប្រសិទ្ធភាពបាទបានន័យថាបើសិនជាវាឈឺយើងប្រើថ្នាំនឹងទៀតតើយើងប្រើច្រើនជាងមុនឬក៏យើងត្រូវបូកជាមួយនឹងថ្នាំអង់ទីប៊ីយោទិកផ្សេងទៀតទើបវាមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមបង្ហាញតែប៉ុណ្ណេះសិនបាទសូមអរគុណ